ថ្ងៃនេះខ្ញុំមកឆ្លើយសំណួរបងខាងលើសួរហេតុអីបានគេហាមមិនឲ្យជួបបារីនៅចំណោទតាតៃអញ្ចឹងបងតើតើជាមួយចំណោទតាតៃហ្នឹងជើងទេរបស់វាគេប្រើស្បូវជាមួយនឹងសំណាញ់ស្រកីដូងអញ្ចឹងស្បូវនិងសំណាញ់ស្រកីដូងវាងាយឆេះណាស់អញ្ចឹងបានគេហាមមិនឲ្យជួបបារីទេហើយខ្ញុំដឹងថាបងប្អូនអ្នកជួបបារីនៅពេលដែលជួបបារីហើយគាត់មិនដែលប្រលត់ទេនៅសល់កតុយមានភ្លើងហ្នឹងបោះចោលហើយអញ្ចឹងគេហាមមិនឲ្យជួបទេហើយកាលណាតែយើងបោះចោលទៅនៅតំបន់ចំណោទតាតៃហ្នឹងវាអាចធ្វើឲ្យឆេះខូចប្រព័ន្ធការពារជើងទេហើយកាលណាតែខូចប្រព័ន្ធការពារជើងទេហ្នឹងហើយពេលដែលមានភ្លៀងមកវាហូរច្រោះលឿនណាស់អញ្ចឹងវាអាចបាក់ដីវាអាចបាក់ថ្មកតិចថ្មធ្លាក់មកលើផ្លូវបង្កជាគ្រោះថ្នាក់អញ្ចឹងមកគេហាមគេអត់ឲ្យជួបបារីទេហើយមួយទៀតស្បូវហើយនឹងសំណាញ់សកៃដូងណាគឺជាសម្ភារៈធម្មជាតិមួយដើម្បីឲ្យស្មៅដុះឡើងវិញឬក៏កូនឈើដុះឡើងវិញកូនឈើតូចៗដើម្បីការពារជើងទេហ្នឹងឲ្យរឹងមាំជាងមុនហើយក៏ដើម្បីស្ដារបរិស្ថានឡើងវិញដែរគឺបរិស្ថានពណ៌បេតុងអញ្ចឹងបងប្អូនសង្កេតមើលមកដល់ចំណោទតាតៃហ្នឹងបងប្អូនចាប់ផ្ដើមឃើញស្មៅដុះកូនឈើដុះអញ្ចឹងអាហ្នឹងគឺជាសញ្ញាល្អជាទីបំផុតដោយសារអីជើងទេរបស់យើងហ្នឹងវាវិវត្តទៅបែបធម្មជាតិរឹងមាំបែបធម្មជាតិហើយភ្លៀងហូរច្រោះថ្ងៃចាំងមកក៏អត់មានការសឹករិចរិលឬក៏ហូរច្រោះដែលអាចបង្កជាហានិភ័យសម្រាប់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរលើផ្លូវដែរអញ្ចឹងអាហ្នឹងគឺជាប្រព័ន្ធសុវត្ថិភាពមួយប៉ុន្តែក៏មិនភ្លេចដែរតកតងជាមួយនឹងការគ្រប់គ្រងល្បឿនចំណោទតាតៃគេឲ្យបើកតែ40គីឡូម៉ែត្រក្នុង1ម៉ោងទេអញ្ចឹងបងប្អូនត្រូវចាំណាកាលណាតែបើកបលលើសហ្នឹងធ្វើឲ្យហ្វ្រាំងវាក្តៅហ្វ្រាំងលែងស៊ីមានគ្រោះថ្នាក់ជាយថាហេតុចាប់ផ្ដើមបន្ទោសហ្វ្រាំងទៀតហើយចាប់ផ្ដើមបន្ទោសផ្លូវមានជើងកបទៀតហើយអញ្ចឹងកុំចឹងអីគ្រប់គ្រងល្បឿនឲ្យបានល្អជាទីបំផុតហើយជាសារចុងក្រោយហាមជួបបារីនៅចំណោទតាតៃ